ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី80ថ្ងៃកំណើតនគរបាលជាតិកម្ពុជាក្រោមអធិបតីភាពសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី80ថ្ងៃកំណើតនគរបាលជាតិកម្ពុជា16ឧសភា1945 16ឧសភា2025បានប្រារព្ធឡើងយ៉ាងមហោឡារិកនាព្រឹកថ្ងៃទី16ខែឧសភាឆ្នាំ2025នេះនៅបណ្ឌិតសភានគរបាលកម្ពុជាស្រុកគៀនស្វាយខេត្តកណ្ដាលក្រមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដំណើរអញ្ជើញដល់ទីប្រារព្ធពិធីរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍ពីឯកឧត្តមអភិសន្តិបណ្ឌិតនាយឧត្តមសេនីយ៍ ស.សុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងឯកឧត្តមនាយឧត្តមសេនីយ៍ ស.ថេតអគ្គស្នងការនគរបាលជាតិព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃពិធីជាប្រវត្តិសាស្ត្រនេះមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវឧបនាយករដ្ឋមន្ត្រីទេសរដ្ឋមន្ត្រីសមាជិកប្រសិទ្ធិរដ្ឋសភាព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទន្ទឹមគ្នានេះគណៈប្រតិភូក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមនិងគណៈប្រតិភូក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវផងដែរនេះឱកាសនោះឯកឧត្តមអភិសន្តិបណ្ឌិត ស.សុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងសន្ទរកថាស្វាគមន៍និងធ្វើរបាយការណ៍គោរពជូនសម្ដេចធិបតីនិងអង្គពិធីអំពីប្រវត្តិនៃការកកើតឡើងនៃកងកម្លាំងនគរបាលកម្ពុជាអំពីការប្រែប្រួលការវិវត្តរីកចម្រើននិងសមិទ្ធផលដ៏ធំធេងរបស់កងកម្លាំងនគរបាលកម្ពុជាក្នុងបបផែនរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់និងសុវត្ថិភាពសង្គមរយៈពេលកន្លងមកឯកឧត្តមអភិសន្តិបណ្ឌិតបញ្ជាក់ថាតាមឯកសារស្រាវជ្រាវកងកម្លាំងនគរបាលនៅកម្ពុជាត្រូវបានបង្កើតឡើងតាំងពីចុងសតវត្សទី19គឺនាឆ្នាំ1884មកម្លេះដោយបារាំងរៀបចំដើម្បីជួយក្នុងការគ្រប់គ្រងសង្គមបន្ទាប់ពីពេលធ្វើអាណានិគមបានរយៈពេល20ឆ្នាំកម្លាំងនេះត្រូវបានពង្រឹងជាបណ្ដាហើយត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋឡាយព្រះហស្ថលេខាលើព្រះរាជក្រមបង្កើតនគរបាលជាតិជាផ្លូវការនាថ្ងៃទី16ខែឧសភាឆ្នាំ1945បើតាមឯកឧត្តមអភិសន្តិបណ្ឌិតនគរបាលកម្ពុជាបានចូលរួមយ៉ាងសកម្មឃ្លាវខ្លាប្រគៀកស្មារជាមួយកងយុទ្ធពលខេមរភូមិន្ទរារាំងទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់មកកាន់អំណាចជាថ្មីនៃរបបប្រល័យពូជសាសន៍និងការពារយ៉ាងរឹងមាំអធិបតេយ្យជាតិបូរណភាពទឹកដីពីការរំលោភឈ្លានពានទន្ទឹមនោះបានដើរតួនាទីស្នូលទប់ស្កាត់បាននៅអបាយកលពឹសពោះរបស់អនុភាពអមិត្តទាំងឡាយដែលប៉ុនប៉ងបំបែកបំបាក់សាមគ្គីរវាងប្រទេសជិតខាងបំបែកបំបាក់សាមគ្គីផ្ទៃក្នុងទប់ស្កាត់និងវិបំបាក់អបាយកលបដិវត្តពណ៌ដែលប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ការចេញពីការបោះឆ្នោតបង្ការទប់ស្កាត់អំពើភេរវកម្មមិនឲ្យកើតមានលើទឹកដីកម្ពុជាជាដើមបញ្ចប់សន្ទរកថាស្វាគមន៍និងរបាយការណ៍របស់ឯកឧត្តមអភិសន្តិបណ្ឌិតអង្គពិធីបានទស្សនាក្បួនព្យុហយាត្រារបស់កងកម្លាំងនគរបាលជាតិមុននឹងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីថ្លែងសន្ទរកថាសំណេះសំណាលក្នុងឱកាសដ៏វិសេសវិសាលនោះសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានកោតសរសើរនិងថ្លែងអំណរគុណចំពោះវីរភាពនិងពលិកម្មរបស់កងកម្លាំងនគរបាលកម្ពុជាដែលបានធ្វើសកម្មភាពប្រកបដោយឆន្ទៈនិងមនសិការស្នេហាជាតិស្នេហាប្រជាជនប្រកបដោយសេចក្តីក្លាហានពុះពៀឆ្លងកាត់ការលំបាកនិងឧបសគ្គគ្រប់បែបយ៉ាងដើម្បីបបផែនអធិបតេយ្យភាពជាតិបូរណភាពទឹកដីសន្តិភាពសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមនៃកម្ពុជានិងក៏បានសម្ដែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅចំពោះដួងវិញ្ញាណក្ខន្ធបុព្វការីជននគរបាលទាំងអស់ដែលបានពលិជីវិតក្នុងបេសកកម្មដ៏ថ្លៃថ្លានាពេលបំពេញភារកិច្ចជានគរបាលរយៈពេលកន្លងទៅសម្ដេចមហាបវរធិបតីក៏បានរំលឹកដល់ស្នាព្រះហស្ថនិងស្នាដៃព្រះបរមរតនកោដ្ឋដែលបានបង្កើតកងកម្លាំងនគរបាលជាតិថ្លែងអំណរព្រះគុណចំពោះព្រះករុណាព្រះបាទសម្ដេចព្រះបរមរាជនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលបានប្រទានថ្ងៃកំណើតដល់កងកម្លាំងនគរបាលជាតិព្រមទាំងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានប្រសិទ្ធិដួងវិញ្ញាណក្ខន្ធសម្ដេចអគ្គធម្មពលធីសាជាស៊ីមអតីតប្រធានប្រសិទ្ធិសម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រសម្ដេចក្រឡាហោមសខេងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រអតីតឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបានដឹកនាំកសាងអភិវឌ្ឍកងកម្លាំងនគរបាលជាតិកម្ពុជាឲ្យមានការរីកចម្រើនទាំងគុណភាពសមត្ថភាពនិងជំនាញវិជ្ជាជីវៈសម្ដេចមហាបវរធិបតីមានប្រសាសន៍ថាទោះបីរាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាបានដឹកនាំកិច្ចដំណើរការរបស់ជាតិសម្ដេចបានជោគជ័យយ៉ាងធំធេងក៏ដោយប៉ុន្តែយើងនៅមានបញ្ហាប្រឈមជាគន្លឹះមួយចំនួនអាស្រ័យដោយសភាពការនយោបាយបញ្ហាសង្គ្រាមចំនួនរវាងបណ្ដាប្រទេសនានាក្នុងតំបន់និងសកលលោកការដណ្ដើមភូមិសាស្ត្រនយោបាយការប្រែប្រួលអាកាសធាតុជាពិសេសសង្គ្រាមពាណិជ្ជកម្មនាពេលថ្មីៗនេះបាននឹងកំពុងបន្តវិវត្តប្រែប្រួលកាន់តែស្មុគស្មាញនិងពិបាកប៉ាន់ស្មានបាន
សម្ដេចបន្ថែមថាសភាពការបនល្មើសច្រើនប្រភេទបាននៅកំពុងវិវត្តហួសពីបនល្មើសប្រពៃណីទៅជាបនល្មើស Digital ដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទំនើបដូចជាបនល្មើសគ្រឿងញៀនបនល្មើសបោកបញ្ឆោតតាមអនឡាញការជួញដូរមនុស្សសកម្មភាពភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទសុទ្ធសឹងជាបញ្ហាមានលក្ខណៈសកលបង្កឲ្យមានអស្ថិរភាពសង្គមវិបត្តិនយោបាយសេដ្ឋកិច្ចស្បៀងអាហារមនុស្សធម៌ដែលជាឥទ្ធិពលដល់សកលលោកក្នុងនោះក៏មានកម្ពុជាផងដែរក្នុងន័យនេះសម្ដេចបានមានប្រសាសន៍ចាត់ទុកបញ្ហាប្រឈមទាំងនេះថាជាវិញ្ញាសាដ៏ស្មុគស្មាញដែលកងកម្លាំងនគរបាលជាតិមានភារកិច្ចទទួលខុសត្រូវនិងចូលរួមក្នុងស្មារតីបរិយាកម្មប្រកបដោយសហធម្មពលដើម្បីធានាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមដែលជាបុព្វបុត្រចាំបាច់បំផុតមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍជាតិគ្រប់វិស័យបន្ទាប់ពីមតិសំណេះសំណាលបានបញ្ចប់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានអញ្ជើញថតរូបទុកជាអនុស្សាវរីយ៍និងទស្សនាពិព័រណ៍ដែលបង្ហាញពីសមិទ្ធផលនិងស្នាដៃនានាដែលកងកម្លាំងនគរបាលបានសម្រេចបាន